ដំណឹងបន្ទាន់បងប្អូនជាទីគោរពរាប់អានកម្ពុជាឥឡូវនេះបានបញ្ជូន PHL-03 ជាច្រើនគ្រឿងយានបាញ់រ៉ុកែត BM-21 និងយានបាញ់រ៉ុកែត OM-70 ទៅតាមបន្ទាត់ព្រំដែនជាច្រើនគ្រឿងដើម្បីឆ្លើយតបនៅក្នុងការផ្ទុះអាវុធសារជាថ្មីរវាងកម្ពុជានិងថៃបាទបងប្អូនជាទីគោរពរាប់អានព័ត៌មាននេះត្រូវបានចុះផ្សាយយ៉ាងប្រងព្រាតអំពីសំណាក់សារព័ត៌មានដ៏ល្បីនៅក្នុងប្រទេសថៃត្រឡប់មកវិញនេះគឺមានន័យថាខាងពាក្យគេថៃនៅតែបន្តផ្សាយប្រាប់ទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួនថាកម្ពុជាយើងនេះបានបញ្ជូនយានបាញ់រ៉ុកែត PHL-03 OM-70 និង BM-21 ជាច្រើនគ្រឿងទៅតាមបន្ទាត់ព្រំដែនបាទនេះគឺជាអ្វីដែលភាគីថៃកំពុងតែផ្សាយជាពិសេសនៅលើបាទស្ថានីយទូរទស្សន៍ដ៏ល្បីដែលមានឈ្មោះថា Amarin TV របស់បាទប្រទេសថៃនេះបាទគឺថាផ្សាយមួយថ្ងៃផ្សាយជាច្រើនមែនទែនតាក់ទងជាមួយនឹងកម្ពុជាបានបញ្ជូនសភាវុធបញ្ជូនកងទ័ពគឺផ្សាយរូបភាពបែបនេះបាទជារៀងរាល់ថ្ងៃនៅលើបាទស្ថានីយទូរទស្សន៍ Amarin TV របស់ប្រទេសថៃនេះមិនថាតែ Amarin TV ទេក៏នៅមានបាទស្ថាប័នព័ត៌មានជាច្រើនទៀតបានផ្សាយបែបនេះបាទគោលបំណងរបស់ពួកគេនឹងមិនដឹងថាបាទស្ថាប័នព័ត៌មានឬក៏បាទខាងទូរទស្សន៍របស់ថៃនោះមានគោលបំណងយ៉ាងណានោះទេបានជាព្យាយាមបាទផ្សព្វផ្សាយព័ត៌មាននេះទៅកាន់ប្រជាពលរដ្ឋខ្លួនឲ្យបានដឹងឮជាច្រើនមែនទែនតាក់ទងជាមួយនឹងបាទអាភាពតានតឹងបែបនេះបាទនេះគឺជាការដែលធ្វើឲ្យបាទកម្ពុជានិងថៃនេះនៅតែបន្តមានភាពតានតឹងនឹងគ្នាដល់ឡើយបងប្អូនជាទីគោរពរាប់អានរឿងដែលហួសចិត្តបំផុតនោះគឺព័ត៌មាន Amarin TV ដែលបានចុះផ្សាយនេះគឺមិនមែនជាបាទការយកការដោយសម្ងាត់ឬក៏ការស៊ើបការអ្វីនោះទេគឺបាទគេយកដកស្រង់ព័ត៌មានមកផ្សាយនេះតាមរយៈបាទប្រជាជនថៃម្នាក់ដែលបានបង្ហោះនៅលើបណ្ដាញសង្គមតាក់ទងជាមួយនឹងបាទគេបានព័ត៌មានមិនដឹងថាព័ត៌មានពីណានោះទេហើយក៏បានបង្ហោះនៅលើបណ្ដាញសង្គមរបស់ថៃធ្វើឲ្យមានការ share បន្តគ្នាទើបធ្វើឲ្យបាទស្ថានីយទូរទស្សន៍ Amarin TV នេះបានលើកយកប្រធានបទឬក៏បាទព័ត៌មានមួយនេះមកផ្សាយនៅលើបាទគេហទំព័រទូរទស្សន៍របស់ Amarin TV នេះផ្ទាល់តែម្ដងបាទរឿងហេតុដំបូងនោះគឺកើតចេញអំពីបាទការបង្ហោះនៅលើបណ្ដាញសង្គមរបស់ជនជាតិថៃម្នាក់ដែលខ្ញុំសូមមិនអានឈ្មោះទេដែលបានរាយការណ៍ថាកម្ពុជាយើងនេះបានបញ្ជូនយានបាញ់រ៉ុកែតជាច្រើនប្រភេទបាទមានដូចជា PHL-03 ជាច្រើនគ្រឿងយានបាញ់រ៉ុកែត OM-70 ក៏ដូចជាបាទយានបាញ់រ៉ុកែត BM-21 ផងដែរបញ្ជូនជាច្រើនគ្រឿងមកតាមបន្ទាត់ព្រំដែនបាទព័ត៌មាននេះគឺបាទថៃចុះផ្សាយតាមរយៈបាទបុគ្គលតែម្នាក់ប៉ុណ្ណោះដែលបានបង្ហោះនៅលើបណ្ដាញសង្គមណាហើយក៏មិនមែនជាមនុស្សដែលជាគិញសម្ងាត់ស៊ើបការសម្ងាត់អីទេប៉ុន្តែបែរជាយកបាទព័ត៌មានអំពីបាទមនុស្សសាមញ្ញម្នាក់ដែលបង្ហោះនៅលើបណ្ដាញសង្គមសោះយកមកចុះផ្សាយប្រាប់ប្រជាជនថៃប្រទេសគេនឹងឲ្យបានដឹងទៅវិញដោយឡែកខាងសារព័ត៌មាននៅក្នុងទូរទស្សន៍ Amarin TV របស់ប្រទេសថៃនេះក៏បានចោទជាសំណួរសួរទៅកាន់បាទលោកវិនថៃស៊ូវរីដែលជាអ្នកនាំពាក្យបាទកងទ័ពភូមិន្ទថៃដែលលោកបានអះអាងថាការចល័តទ័ពឬក៏ចល័តសភាវុធទាំងអស់នេះគឺមិនទាន់មានបាទព័ត៌មានផ្លូវការណាមួយដែលខាងយោធាថៃឬក៏បាទភ្នាក់ងារចារកម្មសម្ងាត់ថៃនោះបានទទួលព័ត៌មាននឹងនោះទេបាទវាគ្រាន់តែជាព័ត៌មានដែលប្រជាពលរដ្ឋបាទផុសតែប៉ុណ្ណោះហើយក៏ត្រូវបានបាទសារព័ត៌មានប្រទេសថៃនេះលើកមកផ្សាយនៅក្នុងបាទប្រទេសថៃផ្ទាល់តែម្ដងបាទគោលបំណងរបស់គេនោះគឺមិនដឹងថាបាទគេគិតយ៉ាងម៉េចបានចេះតែផ្សាយបាទចង់ឲ្យមានបញ្ហារកម្មរកុសនឹងគ្នានឹងមិនចេះចប់មិនចេះហើយអញ្ចឹងបាទបងប្អូនជាទីគោរពរាប់អានក្រៅអំពីបាទហេតុការណ៍នៃការចោទប្រកាន់ឬផ្សាយឲ្យតបានដើម្បីបាទលាបពណ៌កុហកទៅកាន់ប្រជាពលរដ្ឋថៃរួចហើយខ្ញុំក៏នៅមានព័ត៌មានមួយទៀតបាទតាក់ទងជាមួយនឹងបាទករណីដែលមានคลิปវីដេអូមួយរវាងបាទយោធាកម្ពុជានិងយោធាសៀមបានជួបប៉ះទង្គិចពាក្យសម្ដីនឹងគ្នាបាទឌឺដងនឹងគ្នានៅក្នុងបាទច្រកអូស្មាច់បាទទល់មុខខេត្តសរិនណាបងប្អូនវីដេអូនោះគឺបានឃើញថាភាគីកម្ពុជានិងភាគីថៃនេះបាទកំពុងតែនៅទល់មុខគ្នាឌឺដងពាក្យសម្ដីនឹងគ្នាបាទដល់ឡែកបាទខ្ញុំនឹងធ្វើការបកស្រាយអំពីអ្វីដែលភាគីថៃគេបានផ្សាយនៅក្នុងបាទទូរទស្សន៍របស់គេនោះណាបងប្អូនអរគ្នាគេផ្សាយថានៅពេលដែលបាទកងទ័ពកម្ពុជាយើងនិងកងទ័ពថៃបានជួបគ្នាហ្នឹងគឺខាងកងទ័ពកម្ពុជាយើងនឹងបានឌឺដងផ្លែផ្កាទៅឲ្យខាងប្រទេសគេបាទអានេះគឺជាអ្វីដែលសារព័ត៌មាននៅក្នុងបាទទូរទស្សន៍ Amarin TV របស់ថៃនោះបានចុះផ្សាយបែបហ្នឹងគេថាយើងនេះជួបជាមួយនឹងបាទយោធារបស់គេភ្លាមបាទចាប់ផ្ដើមឌឺដងផ្លែផ្កា
bà lẹp khai chuột bà rây ấy cài việc cả được đón đã tới căn khang vô thiệt thành chẳng từ hỏi kê bàn sòng quật thôn tha bà vô thi là bỏ xiêm ở đó kia nữa cứ bà bận to ca ọt thmốt bà mình trong miên chùm lúa mình trong bằng có rồi phiếp tan tăng năng khnia tê bà cứ kê tục scat chẳng nào mà bọn bà này cứ chỉ ở vậy đá xa po đầm biên kia nó bàn chọc xài đã like bông bọn xông cật làng với nhá nè anh ấy bà dương khơi đã po đầm biên được có video clip đã bài clear là lên bàn đài sòng công chia chán trong khi tha Campuchia là bao dương bởi cứ chia diêm được không ca sầm rùa men tên tẹt tôn cho môi năng pa nhà ha ở pa bị sầm đầy kia ní cứ Campuchia mình đai chi bà tới sầm đầy thông rồi có vừa kháng cho môi năng phía kỳ thái tề cứ dương chia diêm đo sai đòi son tệ vị thí đã lại bà sân dược trong bà sòng kết khơi ở video clip chia chán đã bàn bài clear lên bàn đài sòng cúng phía chán cứ khang vô thi sim nội tế đại chi nẹt bằng cò rương một cắn vô thi Campuchia là bao dương hai có pra sầm đầy ngôn bà ai đang chọn all mốc ấy chết phong bà trong khơi ở clip chia sẻ mình đến hai này cứ mình men chia ca chọnประกัน tết đời xa tại ở video clip đại trong ban khơi bị môn máu nó cứ dương khơi nằng phêแบบnằng bật mền bà để lại khang Campuchia là bao dương cứ mình đai tới sai cùng hốt rồi co bà cai bị ca chọn all mốc ấy tới can bà vô thi rồi bà sim nội tệ bà để lại bà sa po đầm miên Amarin TV rồi bàประเทศไทยนี่វិញគឺគេបានផ្សាយថាកងទ័ពរបស់គេនោះគឺល្អខ្លាំងណាស់មិនដែលឌឺដងផ្លែផ្កាឬក៏ចង់មានបញ្ហាជាមួយនឹងបាទយោធារបស់កម្ពុជាយ៉ាងទេគេហៅថាគេទប់អារម្មណ៍គេមិនបានបាទប្រើអាកាយវិការមួយណាមួយដែលធ្វើឲ្យមានភាពតានតឹងនឹងគ្នានោះទេបាទគឺថាផ្សាយប្រាប់ប្រជាពលរដ្ឋគេនឹងថាកងទ័ពគេនោះគឺល្អគោរពវិន័យខ្លាំងមែនទែនយកតែម្ដងបាទអានេះគឺអ្វីដែលខាងបាសាព័ត៌មាន Amarin TV នោះបានចុះផ្សាយនៅក្នុងបាទស្ថាប័នទូរទស្សន៍របស់គេនោះបាទបងប្អូនទាំងអស់គ្នាបាទបងប្អូនជាទីគោរពរាប់អានអញ្ចឹងវីដេអូព័ត៌មានយើងនៅថ្ងៃនេះគឺខ្ញុំសូមផ្សាយតែប៉ុណ្ណេះបាទទីមួយនោះគឺតាក់ទងជាមួយនឹងបាទខាងសារព័ត៌មានរបស់ Amarin TV ដែលជាស្ថាប័នទូរទស្សន៍ដ៏ល្បីមួយលំដាប់នៅក្នុងប្រទេសថៃហ្នឹងដែលបានផ្សាយជាច្រើនមែនទែនកាលពីប្រហែលថ្ងៃមុនខ្ញុំបានផ្សាយវីដេអូម្ដងរួចទៅហើយតាក់ទងជាមួយនឹងបាទស្ថាប័នព័ត៌មានមួយនេះបានចុះផ្សាយថាសម្ដេចហ៊ុនសែនបានប្រើប្រាស់បាទកងអង្គរៈពិសេស BHQ ហ្នឹងត្រៀមនឹងវាយបកបាទទៅកាន់ទីតាំងដែលថៃបានដាក់កងតឺន័រកាលពីមុនអានេះគឺគេបានផ្សាយបែបហ្នឹងកាលពីមុនម្ដងមករយៈក្រោយនេះមកទៀតគឺបានផ្សាយតាក់ទងជាមួយនឹងបាទថាកម្ពុជាយើងនេះបានចល័តបាទយានបាញ់រ៉ុកែតបាទទំនើបជាច្រើនគ្រឿងហ្នឹងទៅកាន់បាទបន្ទាត់ព្រំដែនថៃនិងកម្ពុជានេះហើយគេថាគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបបើសិនជាមានករណីទោះអាវុធសារជាថ្មីជាមួយនឹងគ្នាក៏ដោយបាទហើយសម្រាប់ព័ត៌មាននៅថ្ងៃនេះគឺមានប៉ុណ្នេះហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានបាទតាមដានវីដេអូព័ត៌មានរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សម្រាប់បងប្អូនថ្មីបាទដែលមិនទាន់បាន Subscribe Channel YouTube របស់ខ្ញុំបាទទេបាទកុំភ្លេចចុច Subscribe Channel YouTube ខ្ញុំបាទម្នាក់មួយដើម្បីនឹងទទួលបានព័ត៌មានថ្មីដែលខ្ញុំបានអាប់ដេតពីខ្ញុំបាទបន្តទៀតបាទអរគុណច្រើនបងប្អូនអរគ្នាហើយយើងនឹងជួបគ្នានៅក្នុងបាទវីដេអូក្រោយៗបន្ថែមទៀតជម្រាបលា